ប្លុកទី8ចាឥឡូវនេះខ្ញុំធ្វើដំណើរចេញពីក្រុងសេអ៊ូលមកហើយខ្ញុំមកកន្លែងចិត្តពលានវិញដោយសារតែខ្ញុំមានការងារដែលត្រូវគៀកពលានតិចបានស្រួលអញ្ចឹងណាព្រោះអីនៅនេះរៀងឆ្ងាយដែរចេញពីពលាននោះព្រោះអីត្រូវនិយាយការងារកន្លែង skin care អញ្ចឹងកន្លែងទីតាំងរោងចក្រគេនោះគឺនៅចិត្តពលានដែរអញ្ចឹងខ្ញុំមកស្នាក់ហូតែលនៅចិត្តពលានតែម្ដងហើយនេះកន្លែងទេសភាពនៅកន្លែងហូតែលនៅចិត្តពលានណាបងប្អូនទាំងគ្នាគឺស្អាតមែនតើហើយនេះគឺជាហូតែលដែលខ្ញុំស្នាក់នៅគឺស្អាតណាស់បងប្អូននិយាយទៅគឺស្ងាត់និយាយខ្លីមួយម៉ាត់ទេរៀងស្ងាត់មកម្ដុំនៅក្រុងសេអ៊ូលគឺមនុស្សអ៊ូអប៉ុន្តែដល់ពេលយើងមកស្នាក់នៅហូតែលចិត្តពលាននេះវិញគឺរៀងស្ងាត់ហើយខ្ញុំដើរទៅគឺឃើញលោកអ៊ំហើយនឹងអ៊ំស្រីម្នាក់គាត់បានលក់ផ្លែឈើខ្ញុំក៏បានទិញផ្លែឈើគាត់ខ្លះទៅហើយយើងមកដល់ពេលរៀងល្ងាចដែរហើយអញ្ចឹងគឺដល់ពេលយប់ខ្ញុំចេះតែដើរមើលអញ្ចឹងទៅមើលឃើញនេះឃើញនៅមកអុកគេធំៗណាបងប្អូននេះគឺជាទេសភាពចាពេលយប់ចាមានពូលគេស្អាតទៅមានបងអ្នកទេសចរគាត់មកថតរូបដូចតែខ្ញុំដែរហើយខ្ញុំដើររុករៀនមើលតាមនឹងអស់ហើយបងប្អូនខ្ញុំបកកែរុករៀនហើយខ្ញុំមកដល់រៀងយប់ហើយបងប្អូនដល់ពេលអញ្ចឹងទៅគឺផ្សារទំនើបអីហ្នឹងគេរៀងអត់សូវមានអីលក់ទេដោយសារតែយើងទៅពេលយប់ពេកប៉ុន្តែធម្មតាខ្ញុំបកកែលុកលុយខ្ញុំចេះដើរមើលទៅហើយនេះគឺសិតតែហូតែលរបស់គេណាបងប្អូនទាំងអស់គ្នាខ្ញុំចូលចិត្តដើររុករៀនហ្នឹងហើយដើរតាមផ្លូវរហូតស្ងប់ស្ងាត់និយាយទៅអត់សូវមានមនុស្សទេដោយសារតែមកកន្លែងផ្នែកពលាននេះគឺរៀងស្ងាត់អត់ដូចនៅកន្លែងកណ្ដាលក្រុងសេអ៊ូលទេណាអញ្ចឹងខ្ញុំមកគៀកពលានតិចដើម្បីយើងស្រួលធ្វើដំណើរឡើងមកស្រុកយើងវិញអញ្ចឹងណាហើយណាមួយក៏ត្រូវនិយាយការងារអីដែរហើយនេះគឺទិដ្ឋភាពពេលយប់ស្ងាត់ជាងងបងប្អូនប៉ុន្តែក៏អត់មានអារម្មណ៍ថាខ្លាចដែរមានអារម្មណ៍ថាសុវត្ថិភាពអញ្ចឹងណាស្រុកគេណាបងប្អូនអានេះផ្លូវតាមផ្លូវគេដើរអញ្ចឹងទៅពួកឯនៅនេះសបោជនជាតិអញ្ចឹងគេមានដាក់អក្សរភាសាអង់គ្លេសឲ្យយើងមើលដែរអញ្ចឹងធ្វើដំណើរមករៀងឆ្ងាយដែរបងប្អូនខ្ញុំដើររុករៀនណាអញ្ចឹងមើលកន្លែងនេះកន្លែងខ្ញុំចូលហ្នឹងគឺត្រូវឡើងទៅចូលក្នុងហ្នឹងទៅចាចូលក្នុងហ្នឹងទៅគឺខ្ញុំនឹងអាចមានដូចយើងផ្សារទំនើបមួយអញ្ចឹងណាគ្រាន់ថាយប់ពេកអញ្ចឹងទៅគេអត់សូវមានអីលក់ទេហើយសម្រាប់ហូតែលនោះឃើញក្រហមហ្នឹងកន្លែងខ្ញុំស្នាក់នៅអញ្ចឹងណាអញ្ចឹងខ្ញុំក៏បានដើរពីនោះឆ្ងាយបងប្អូនឃើញអញ្ចឹងមើលទៅយើងចិត្តតែចាស់ស្ដាយខ្ញុំដើរឆ្ងាយខ្ញុំដើរឡើងយូរម៉ោងមែនតើព្រោះខ្ញុំអត់ចង់ជិះអីទេបងប្អូនខ្ញុំចង់ដើរអញ្ចឹងដើរបានយើងលុកលុយសពអញ្ចឹងទៅហើយនេះមកដល់ខាងក្នុងរបស់គេបងប្អូនគឺមានតុក្កតានេះគេឈរអោបគ្នាគេឈរអោបគ្នាបងហើយមើលណែអូយធំណាហើយខ្ញុំមិនដឹងថាឈើខ្លឹមឬក៏ឈើយ៉ាងម៉េចទេអត់ដឹងថាឈើកិនឬក៏ឈើខ្លឹមទេតែដឹងថាមើលទៅតំណងដែរតាហើយកន្លែងគេនេះគឺខ្ញុំមកដល់យប់អញ្ចឹងគេបិទហាងច្រើនណាស់គេបិទហាងមិនថាហាងញ៉ាំឬក៏ហាងកៅអៅហាងអីទេគឺរៀងស្ងាត់តែបងអញ្ចឹងខ្ញុំមកនេះក៏រកអីញ៉ាំតែបន្តិចខ្ញុំនឹងត្រឡប់ទៅវិញហើយព្រោះគេចិត្តបិទផ្សារហ្នឹងហើយនេះគេនាំកូនគេមកលេងនៅនឹងអីអញ្ចឹងណានៅនឹងដែររៀងស្ងាត់មិនសូវជាមានមនុស្សប្រហែលទេព្រោះអីខ្ញុំនឹងមកពេលថ្ងៃម្ដងទៀតហើយនេះគឺកន្លែងគេចូលទៅក្នុងហ្នឹងមានក្មេងៗគេចូលទៅលេងពណ៌លេងអីអញ្ចឹងណាហើយខ្ញុំក៏បានដើរចូលហ្នឹងក្នុងហ្នឹងគឺគេដូរគ្រប់ពណ៌តែម្ដងយើងអាចនិយាយបានថារៀងប្លែកអារម្មណ៍អញ្ចឹងណានៅកន្លែងគេនេះគឺគេមានបំរាមមានអីយើងត្រូវទៅមើលផងព្រោះអីខ្លាចដែលយើងអត់បានមើលទៅគឺយើងអត់ដឹងថាគេបំរាមអីគេធ្វើអីអញ្ចឹងណាអញ្ចឹងយើងកុំភ្លេចមើលសម្រាប់បងដែលគាត់អត់បានទៅដើរលេងកូរ៉េចាំមើលវីដេអូរបស់ខ្ញុំទៅក៏ដឹងទៅបានដើរលេងជាមួយខ្ញុំអញ្ចឹងដោយសារខ្ញុំបកកែរុករៀនណាបងប្អូនខ្ញុំដើរឆែកតាមហ្នឹងហ្មងហើយក្នុងហ្នឹងគឺដូរគ្រប់ពណ៌ហ្មងចេញពីពណ៌ក្រហមស្វាយខៀវទឹកក្រូចនិយាយទៅគេដូរគ្រប់ពណ៌តែម្ដងឲ្យស្អាតតែយើងមានអារម្មណ៍ថាប្លែកអារម្មណ៍អញ្ចឹងណាដូចរៀងប្លែកប៉ុន្តែបើសិនជាអ្នករៀងខ្សោយអីប្រហែលជាវិលមុខដោយសារតែពណ៌ហ្នឹងគឺវាដូររហូតហើយមានអារម្មណ៍ថាល្ងឹតស្លុបអីអញ្ចឹងទៅចេញពីកន្លែងដែលយើងដូរពណ៌ហ្នឹងមកចាគឺមានជាមួយនឹងហាងរេស្តូរ៉ង់ចិនរេស្តូរ៉ង់កូរ៉េចារេស្តូរ៉ង់ជនជាតិផ្សេងអីទៀតអញ្ចឹងទៅតែដោយសារខ្ញុំដើររៀងយប់ហើយអញ្ចឹងក៏អត់សូវមានភ្ញៀវអីដែរអញ្ចឹងចាំមើលស្អែកខ្ញុំនឹងមកម្ដងទៀតឲ្យមកថតឲ្យបងមើលថាមានទិដ្ឋភាពពេលថ្ងៃហ្នឹងវាយ៉ាងម៉េចដោយសារខ្ញុំចេញពីក្រុងសេអ៊ូលមកពេលថ្ងៃត្រង់ហើយអញ្ចឹងអាសៀលខ្ញុំបានដើរលុកលុយបានតែប៉ុណ្្នឹងទេហើយមានតាំងរូបចល័តប្លែកមានសេះហោះមានលពៅមានអីចឹងចេះដើរថតមើលទៅដោយសារតែនៅនេះគេមានតាំងពីកន្លែងគេកន្លែងក្មេងលេងអីអញ្ចឹងណាប៉ុន្តែខ្ញុំអត់បានថតទេដោយសារតែយប់ไปអញ្ចឹងខ្ញុំក៏មកដល់កន្លែងវិញមានផ្លែឈើនៅកន្លែងត្រាំទឹកក៏ញ៉ាំទៅចាដោយសារទិញពីថ្ងៃមកបងឃើញចាខ្ញុំបានទិញផ្លែឈើពីថ្ងៃមកដែរអញ្ចឹងហើយគឺអត់មានអីទេក្រៅពីចានៅក្នុងគេងនៅក្នុងបន្ទប់តែម្ដងចាមានអីមានជាការញ៉ាំតែប៉ុណ្្នឹងឯងនេះញ៉ាំហើយគេងចាមានទំពាំងបាយជូរនេះឆ្ងាញ់ខ្ញុំចូលចិត្តដោយសារតែសាច់វារៀងស្វិតចាំចូលទៅប្លុកបន្តទៀតបាយ